ឯកឧត្តមនាយឧត្តមស្នេហ៍គឹមប៊ុនឋានរដ្ឋមន្ត្រីប្រតិភូអំនាយករដ្ឋមន្ត្រីនិងជាតំណាងដ៏ពងពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីបាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាមកប្រគល់ជូនដល់បញ្ជាការឋានតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំដើម្បីចាត់ចែងជួយដោះស្រាយការលំបាកជូនដល់អតីតយុទ្ធជននិងប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តកំពង់ធំពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2026អំណោយមនុស្សធម៌ដែលបានប្រគល់ជូននាឱកាសនេះមានអង្ករ10តោនមីជាតិ500កេសត្រីខកំប៉ុង100កេសទឹកអ៊ីវទឹកត្រី1000យួរស័ង្កសី2000សន្លឹកក្នុងឱកាសនេះឧត្តមស្រីទូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំនិងជាប្រធានលេខាធិការឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានសម្ដែងនឹងការស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតដែលតែងតែជានិច្ចកាលជួយយកចិត្តទុកដាក់ឧបត្ថម្ភគ្រឿងអាហារឧបភោគបរិភោគនិងសម្ភារៈសំណង់ផ្សេងៗដល់កងកម្លាំងមេបញ្ជាការក៏បានប្រកាសថានឹងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ដៃអតីតយុទ្ធជននិងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលាជាការឆ្លើយតបឯកឧត្តមនាយឧត្តមស្នេហ៍គឹមប៊ុនឋានបានសម្ដែងនៅការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះឧត្តមស្រីទូសំសុនព្រមទាំងថ្នាក់ដឹកនាំនិងយុទ្ធជនទាំងអស់នៃបញ្ជាការឋានតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំដែលបានរក្សាសាមគ្គីភាពផ្ទៃក្នុងយ៉ាងល្អប្រសើរនិងបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មទាំងការងារការពារបង្ក្រាបធនធានធម្មជាតិនិងការងារមនុស្សធម៌ដូចជាការសាងសង់ផ្ទះនិងការផ្ដល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគជូនដល់អតីតយុទ្ធជនកន្លងមកជាមួយគ្នានេះឯកឧត្តមគឹមប៊ុនឋានក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងកងកម្លាំងទាំងអស់ត្រូវតែបន្តពង្រឹងសាមគ្គីភាពនិងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកងយុទ្ធពលខេមរៈភូមិន្ទក្នុងការការពារជាតិសាសនាព្រះមហាក្សត្របន្ថែមលើនេះត្រូវបន្តសកម្មភាពមនុស្សធម៌ឲ្យបានដូចភ្លៀងរលឹមដើម្បីបម្រើនិងដោះស្រាយសុខទុក្ខការលំបាកជូនដល់អតីតយុទ្ធជននិងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងស្របតាមទំនុកចិត្តដែលថ្នាក់ដឹកនាំបានប្រគល់ជូនខេត្តកំពង់ធំខ្ញុំបរដ្ឋាធ្វើសេចក្តីរាយការណ៍